បាទសួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះយើងជជែកអំពីការដោះស្រាយបញ្ហា font អត់ស្គាល់បែបនេះបាទអានេះគ្រាន់តែជាមួយផ្នែកទេជាបទពិសោធន៍របស់ខ្ញុំដោះស្រាយខ្លួនឯងណាហើយមិនដឹងថាទាំងអស់គ្នាអាចធ្វើបានដូចខ្ញុំអត់ទេversion ដែលខ្ញុំប្រើនេះគឺ Illustrator 2020បាទអញ្ចឹងវាភាគច្រើនគឺវាស្គាល់តែ font KH ណាឥឡូវយើងចូលមើល font KHវាអាចស្គាល់បាទនេះ font KH ខ្លះក៏អត់ស្គាល់ដែរបាទហើយបាទ font ក្បាលធំអីហ្នឹងស្គាល់ប៉ុន្តែមាន font មួយចំនួនឧទាហរណ៍ថា font មួយនេះគឺយើងអត់ស្គាល់អញ្ចឹង artwork របស់យើងគឺតម្រូវយក font ហ្នឹងណាយើងបញ្ហាគឺយើងត្រូវការ font ហ្នឹងប៉ុន្តែវាអត់ស្គាល់តោះឥឡូវយើងអាចសាកល្បងចូលតាមខ្ញុំបាទចូលកន្លែង edit ហើយយើងយក preference បាទ preference ហើយយើងយក tab មកបាទយើងយក tab ហ្នឹងមកបន្ទាប់មកយើងយក tab នឹងដដែលហើយកន្លែង show is Asian option នេះគឺយើងអត់យកទេគឺយើងយកនេះវិញយើងយក show index option បាទ show index option មកហើយបន្ទាប់មកខ្ញុំអូខេបាទគឺរួចមកវាហើយវាអត់មានការប្រែប្រួលអីទេបាទអញ្ចឹងយើងចូលទៅមួយវគ្គទៀតគឺយើងចូលទៅកន្លែង paragraph យើងអាចឈរនៅលើអក្សររបស់យើងហ្នឹងហើយយើងឈរខាងលើក៏បានឬក៏យើងចូលកន្លែងនេះកន្លែង A ហ្នឹងដែលមាននៅក្នុង window របស់យើងចូលមើលបាទបើសិនរកអត់ឃើញណាបាទអញ្ចឹងយើងចូលកន្លែងឈប់ខ្ញុំរកមើលសិនវាជា character បាទនេះ tab ហ្នឹងហើយយើងចូលពាក្យថា character មកបាទ character ហ្នឹងមកយើងចូលប្រឹងមកយើងឃើញអាហ្នឹងហើយបាទហើយយើងចូលកន្លែង paragraph មកបាទឬក៏យើងដើម្បីឲ្យងាយទេបាទយើងយកកន្លែងងាយទៅគឺយើងចុចកន្លែង paragraph ហ្នឹងមកយើងឈរលើអក្សរយើងមកណាហើយយើងមើលពាក្យ paragraph នៅកន្លែង option ខាងលើនេះបាទចុចកន្លែងហ្នឹងមកហើយបន្ទាប់មកយើងមាន tray 3កន្លែងនេះមួយទៀតនេះ tray 3ខាងលើហ្នឹងណាបាទអញ្ចឹងយើងចូលកន្លែង tray 3ហ្នឹងមកនេះយើងនឹងឃើញពាក្យថា Middle Eastern South Asian single line បាទ composer អញ្ចឹងយើងយកកន្លែងហ្នឹងមកគឺវាអូខេបាទហើយបាទអញ្ចឹងទាំងអស់គ្នាយកទៅអនុវត្តមើលហើយវាដើរឬក៏អត់អានឹងជួយ comment ប្រាប់ផងបាទសូមអរគុណ